chia mà nè tiệt hai bong ôn để lấy ní dương mà chuột quạt toแต่ mà đón sầm rạp bong ôn để bàn pra pra cho môi là sốt bả ran thom chết đam sầm môi nấc sman mà đo đây bong ôn ní priệp bàn đôi chia sốt tập chân ở con bà chỉ biết xua bong sấy chaจะมีส่วน bong mấy chmui ấy bong ខ្ញុំឈ្មោះដែលសិនសុហេន bong sờ hên nè ចា bà bong miền tây lùm nơi nó phum ấy khum ấy sọc ấy đại bong និយាយរួមនេះដែលឃុំទ្រាភូមិត្រោះ bà sọc ấy bong ស្រុកកណ្ដាលស្ទឹង cần đa tầng khai cần đa nó ចាចា bong miềnpai nhà chừng người đại sập ngày này មានជំងឺមហាហិចដែលមហាហិចពវៀនធំ Maharik ចាខ្ញុំពីមុនខ្ញុំបាត់ជើងមកបាត់ជើងចាញ់ឲ្យចាញ់ឈាមចាញ់អីចឹងណាលោកគ្រូដល់តាំងពីបានញ៉ាំថ្នាំនឹងមកខ្ញុំបាត់ជើងស្រួល bật bật cọt ở tây bong ពិតប្រកបលោកគ្រូ bà pi mônយ៉ាងម៉េចដែរ pi môn ពីមុនខ្ញុំពិបាកចេះតែហៅហត់អស់កម្លាំងចឹងណាចេះវិលមុខឈឺក្បាលហើយចុកពោះពេលបាត់ជើងអចាញ់គឺខ្ញុំពិបាកមែនតែន ពិបាកបត់ជើងទៀតគឺ ពីមុនបាក់ចិត្តទៅលោកគ្រូពេលបាត់ជើងអចាញ់ខ្ញុំពិបាកមែនតែន ចិត្តហ្នឹង ចាពេលអស់សង្ឃឹមលោកគ្រូពិបាកចិត្តហ្មងណាលោកគ្រូហើយភ័យខ្លាចតាស្មាតទោះខ្លាចតាងាប់ចោលកូនអញ្ចឹងណាលោកគ្រូព្រោះអីខ្ញុំពិបាកដល់ពេលកើតរោគហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តហើយ បានជួបជាមួយនឹងអសតបារាណធម្មជាតិដើមសម្ោចប្រៀបបានដូចជាអសតទឹកអញ្ចឹងហើយបងស្រីបានប្រើជាមួយនឹងអសតបារាណធម្មជាតិដើមសម្ោចនេះប្រហែលថ្ងៃបង បានថាជាងមួយខែហើយលោកគ្រូ មួយខែមហារិទ្ធពោះវៀនធំណាបងប្អូន ចា បាទ ហើយតាំងពីញ៉ាំថ្នាំនឹងមកគឺខ្ញុំបាត់ជើងស្រួលហើយដកដង្ហើមស្រួលទៀត បាទ វាអត់ពិបាកដូចមុនទេណាលោកគ្រូ ពីមុនពិបាកមិនខ្លះបងរៀបរាប់មើលបង ពីមុនពេលបាត់ជើងមកពិបាកលោកគ្រូពេលបាត់ជើងមកម្ដងចាញ់មកឈាមតិចអញ្ចឹងណាហើយដល់ពេលហើយដល់ពេលបាត់ជើងហើយហ្នឹងងើបឡើងលៀងគូទៅហើយទៅចាប់ផ្ដើមឈឺម្ដងទៀតដូចថាបាត់ជើងអត់អស់ហ្មងនៅចាប់ផ្ដើមចេះចង់ឈឺអាចតិចអញ្ចឹងណាលោកគ្រូ ពិបាកណាបងពេលដែលពេលបងមានបញ្ហាហ្នឹងបងទាំងគេងទាំងអីពិបាកអីបង ពិបាកលោកគ្រូសម្រាប់អត់សូវលក់ទេតាំងពីបានញ៉ាំថ្នាំហ្នឹងមកគឺខ្ញុំដេកលក់ស្រួល គេងលក់ស្រួលជាងមុនណា ចា សាច់តែទៅប៉ុណ្ណឹងទៅពេទ្យប្រហែលទំហំប៉ុណ្ណាដែរ ទំហំប្រហែលជាមួយចាហៀងកដៃកដៃប្រវែងនេះហើយកន្លះឆ្នាំងដៃចាតាមបានញ៉ាំថ្នាំហ្នឹងមកខ្ញុំបានស្រួលលោកគ្រូបានខ្ញុំទៅហើលោកគ្រូទៀតហ្នឹង បាទ ឥឡូវនេះថាចូលធ្វើការបានទៀតណា ចា ពីមុនធ្វើការកើតទេ ពីមុនធ្វើការកាត់ខ្ញុំឈឺរហូត អូហើយធ្វើការកើតចឹងដាក់ច្បាប់គេឬក៏មិនដែរ និយាយរួមទៅអត់អីទេទឹមចូលរងចាក់ទឹមចូលហ្នឹង បាទអញ្ចឹងមានន័យថាពីមុនធ្វើការអត់កើតទេ ចា ដល់តែពេលបានញ៉ាំជាមួយនឹងអសតបារាណធម្មជាតិដើមសម្ោចទៅបានស្រួលខ្លួនក៏បានចូលធ្វើការទៅវិញ ចាលោកគ្រូ បាទ ស៊ូកុងស៊ូកុង បាទហើយជំរាបសួរលោកតាបាទជំរាបសួរលោកតាត្រូវជាម៉េចជាមួយនឹងបងស្រីដែរលោកតា តែពុក ឪពុកណា បាទ ពីមុនគាត់មានបញ្ហាដែរលោកតា ពីមុនគាត់ឈឺដោយគាត់ហើយគាត់និយាយប្រាប់លោកគ្រូអញ្ចឹង បាទ ឈឺជាប់រហូត ឈឺពិតប្រកបណាស់លោក បា តា ទបាទកុំបានថ្នាំលោកគ្រូនឹងយកមកហូបហើយបានធូរ បាទ បាទហើយបានទៅដេកគេហើយ អូបាទអញ្ចឹងពីមុនគាត់ឈឺគាត់ធ្វើការកើតឥឡូវនេះគាត់ញ៉ាំជាមួយនឹងអសតបារាណធម្មជាតិដើមសម្ោចយើងទៅគាត់អាចមានកម្លាំងអាចជាហើយអាចទៅធ្វើការបានទៀតเนาะ បាទ បាទលោកតាសប្តាហ៍ថ្ងៃនេះលោកតាបញ្ជនប្រមាណហើយលោកតា ខ្ញុំ88ហើយ 88 បាទ អូបាទ វិញមែនទេ បាទអរគុណច្រើនលោកតាអញ្ចឹងនេះគឺជារឿងពិតមែនទេលោកតាមានកុហកទេ88ហើយ អត់ក៏ហល់ខ្ញុំឆ្នាំរោង បាទ រោងស្រក បងប្អូននេះមិនមែនជាការភូតផលកុហកបោកប្រាស់ហើយមិនបានជួល បាទបងស្រីក៏ដូចជាលោកតាឲ្យមកនិយាយអំពីរឿងពិតរបស់បងស្រីដែលគាត់មានជំងឺមហារីកពោះវៀនធំទេបងប្អូនបាទនេះគឺជាការពិតដែលយើងបានចោះមកផ្ទាល់ឬតែបងស្រីប្រើប្រាស់ហើយជាមួយនឹងរុក្ខជាតិដើមសម្ោចនេះមិនធម្មតាទេអាចជាត្រឹមតែរយៈពេល1ខែតែប៉ុណ្ណោះបងស្រីเนาะបាទចឹងធូរជាងមុនច្រើនមែនតើបាទសម្រាប់ការប្រើត្រឹមតែរយៈពេល1ខែចឹងបងប្អូនដែលកំពុងតែជួបបញ្ហាដូចបងស្រីកុំភ្លេចបាទអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងតាមរយៈ page ផ្លូវការអសតបុរាណធម្មជាតិដើមសម្ោចរបស់យើងឬក៏លេខទូរស័ព្ទនៅខាងលើ ពុកម៉ែបងប្អូនដែលមានជំងឺមហារីកគ្រប់ប្រភេទមិនថាមហារីកដោះមហារីកស្បូនមហារីកពោះវៀនធំ
មហារិទ្ធថ្លើមមហារិទ្ធខួរក្បាលមហារិទ្ធកូនកដុលមហារិទ្ធអីក៏ដោយដំណាក់កាលធ្ងន់ដល់ដំណាក់កាលទី4ក៏ដោយសូមបងប្អូនប្រើសុទ្ធដើមស្រមោចបាទជាសុទ្ធរុក្ខជាតិដែលជាសុទ្ធទឹកព្យាបាលបងប្អូនភាគច្រើនគឺជាដាច់បាទនេះមិនមែនជារឿងលេងសើចទេបងប្អូនសូមជួយ share ផងហើយសុទ្ធនេះគឺមានទីតាំងលក់ត្រឹមត្រូវបាទទីតាំងបងប្អូនអាចមើលបាននៅច្រាំងចម្រេះបាទនៅផ្លូវជាសភារាទីតាំងលក់ឱសថរបស់យើងនេះគឺគ្មានការបោកប្រាស់ទេឱសថរុក្ខជាតិដើមស្រមោចនេះគ្មានសារជាតិប៉ះពាល់ឬក៏មានសារជាតិហាមឃាត់អត់មានប៉ះពាល់អីទាំងអស់បងប្អូនដែលកំពុងតែចាក់គីមីឬក៏ញ៉ាំថ្នាំពេទ្យអាចញ៉ាំលាយជាមួយបានដោយមិនបាច់បារម្ភអីទាំងអស់បាទនេះគឺជាការពិត